បងអើយកូនខ្ញុំដល់វ័យត្រូវកាន់ញ៉ាំអាហារហើយអញ្ចឹងក្រៅពី pancake តើខ្ញុំអាចធ្វើអីខ្លះឲ្យគាត់ញ៉ាំបានដែរចាវីដេអូនេះគឺធ្វើឡើងដើម្បីឆ្លើយតបជាមួយនឹងសំណួររបស់បងស្រីក្រៅពីម៉ឺនុយ pancake បងអាចធ្វើជាម៉ឺនុយពងមាន់ចំហុយដូចនេះឲ្យគាត់ញ៉ាំបានតែគ្រឿងផ្សំក្នុងហ្នឹងគឺមានបាយមានបន្លែមានសាច់ដូចជាបបរគ្រប់គ្រឿងដែរគ្រាន់តែយើងច្នៃជាប្រភេទនំឲ្យអូនហ៊ានកាន់ញ៉ាំវិញសម្រាប់ល្បាយបើសិនជាអូនត្រឹមតែអាយុ8ខែទេបងអាចឈូសឲ្យល្អិតជាងហ្នឹងឬក៏ដាក់គ្រឿងផ្សំទាំងអស់ហ្នឹងចូលគ្នាកិនយកល្បាយគ្រើមៗបន្តិចក៏បានដែរជំហានដំបូងនេះគឺខ្ញុំលាយពងមាន់ជាមួយនឹងបន្លែឲ្យសព្វស្មើសាច់សិនបន្ទាប់មកបន្ថែមជាមួយនឹងម្សៅស៊ុបមាន់ពិសេសនេះដើម្បីឲ្យពងមាន់យើងមានរសជាតិឆ្ងាញ់គ្រឿងផ្សំនៅក្នុងម្សៅស៊ុបមាន់ពិសេសនេះគឺមានសាច់មាន់មានបន្លែមានស្តេចសារាយគល់បុកហើយនិងលម៉ើអញ្ចឹងរសជាតិគឺអាចឆ្ងាញ់ល្មមសម្រាប់អូនចាប់ពីអាយុ8ខែឡើងក៏នៅអាចប្រើបានដែរចំពោះប្រភេទបន្លែក្រៅពីការ៉ុតក៏ខ្ញុំបន្ថែមជាមួយនឹងសារាយក្រៀមវ៉ាកាម៉ានេះដែរដែលសម្បូរទៅដោយជាតិអ៊ីយ៉ូតជាតិរ៉ែហើយនិងវីតាមីនជួយដល់ឆ្អឹងហើយនិងខួរក្បាលសម្រាប់ការចំហុយថ្ងៃនេះគឺខ្ញុំចំហុយនៅក្នុងកែវអញ្ចឹងកែវដែលខ្ញុំយកមកប្រើនេះខ្ញុំលាបប្រេងអូលីវសិនដើម្បីពេលដែលយើងចំហុយហើយងាយស្រួលចាក់វាចេញមកអត់ជាប់ដាក់បាយជាមួយនឹងពងមាន់ដែលយើងផ្សំគ្រឿងមុនហ្នឹងហើយច្បល់ចូលគ្នាឲ្យសព្វទៅដាក់ចំហុយនៅក្នុងទឹកដែលដាំពុះរយៈពេល15ទៅ20នាទីតាមពិតទៅការធ្វើអាហារបែប finger food អត់សូវខុសគ្នាពីការធ្វើបបរគ្រប់គ្រឿងទេស៊ីសងលើម៉ាក់ចេះច្នៃឲ្យកូនមើលទៅឃើញថាប្លែកមើលទៅឃើញថាទាក់ទាញគួរឲ្យចង់កាន់ញ៉ាំអញ្ចឹងបានន័យថាជោគជ័យហើយបោកក្មេងបានហើយបើទោះបីជាម៉ឺនុយហ្នឹងដដែលប៉ុន្តែម៉ាក់ផ្លាស់ប្ដូររូបរាងឲ្យស្អាតផ្សេងគ្នាទៅក៏ធ្វើឲ្យអូនប្លែកភ្នែកគួរឲ្យចង់ញ៉ាំដែរអញ្ចឹងហើយបើសិនជាបងចង់បានគ្រឿងទេសដូចដែលខ្ញុំប្រើនៅក្នុងម៉ឺនុយនេះអាចឆាតចូល page គ្រឿងទេសកុមារ NSP បានអរគុណច្រើន